ឥឡូវយើងមើលលំហាត់ខ្ទង់ក limit x ខិតជិត0នៃ1ដកកូស x sin x នៅលើ 2x គីបយើងជួសតម្លៃ x របស់យើងដែលលេខ0ចូលទៅយើងឃើញថាភាគយកយើង1ដកកូស0កូស0 1យើង1 11 0 sin 0 0អញ្ចឹង limit យើងមានរឿងមិនកំណត់0លើ0ឥឡូវភាគបែងវាខ្ញុំធ្វើការបំបែកវាជា2ដុំមុខនេះខ្ញុំបែកវាទៅជា 2x ក្រេដុំក្រោយនេះបែកវាទៅជា x ពេលគុណចូលទៅបានទៅជា 2x គីបវិញអត់អីក៏ប៉ុន្តែនេះយើងមើលចូលរូបមន្តណាអញ្ចឹង1ដកកូស x នេះយើងមានរូបមន្តមួយគឺ1ដកកូស alpha វាស្មើនឹង2sin x ក្រេ alpha នៅលើ2បាទអញ្ចឹងអានឹងខ្ញុំអាចសរសេរបានថាស្មើ2 sin x ក្រេ x នៅលើ2នៅលើ 2x ក្រេគុណនឹង1គុណនៃ sin x លើ x ឥឡូវយើងឃើញថាភាគបែងភាគយកវាមាន2ដូចគ្នាយើងអាចសម្រួលបានអញ្ចឹងវានៅសល់sin x ក្រេ x នៅលើ2នៅលើ x ក្រេអញ្ចឹងការ៉េទាំងភាគបែងទាំងភាគយកខ្ញុំអាចដាក់ក្តោបវាជាការ៉េរួមបានហើយបន្ទាប់មកកន្លែងនេះខ្ញុំធ្វើការគុណភាគបែងវានឹង1លើ2បន្ទាប់មកយើងគុណភាគយក1លើ2ទៅពេលយើងសម្រួលទៅវាដូចដើមវិញអញ្ចឹងដុំខាងហ្នឹងវាចូលរូបមន្តណាអញ្ចឹងវាបានស្មើ1កន្លែងហ្នឹងអញ្ចឹងវាបានទៅជា1គុណនឹង1លើ2លើកជាការ៉េហើយ sin x លើ x ពេលដែល x ខិតជិត0វាស្មើ1ដែរអញ្ចឹង limit យើងគណនាលេខទៅឃើញស្មើ1លើ4ឥឡូវយើងចូលមកដល់ខ្ទង់ខ limit x ខិតជិត0នៃ1បូក x ក្រេដកកូស 2x នៅលើ x ក្រេយើងជួសតម្លៃ x ដែលលេខ0ចូលទៅយើងឃើញថាវាទៅជា1បូក0ក្រេ0ក្រេ0ដកឲ្យកូស0កូស0 1យ៉ាង1ដល់1 0លើ0អញ្ចឹង limit យើងមានរៀងមិនកំណត់0លើ0បាទកន្លែងនេះខ្ញុំគ្រាន់តែត្រឡប់ x ក្រេនេះមកខាងមុខហើយ1នេះឲ្យទៅក្បែរកូស 2x ដើម្បីវាចូលរូបមន្តមួយគឺ1ដកកូស alpha វាស្មើនឹង2 sin x ក្រេ alpha នៅលើ2បាទអញ្ចឹងយើងទៅសេទៅជា limit x ខិតជិត0នៃ x ក្រេបូកឲ្យ2 sin x ក្រេ x បាទអញ្ចឹង alpha យើងគឺ 2x អញ្ចឹងយើងចែក2ហើយវានៅសល់តែ x ទេអញ្ចឹង2 sin x ក្រេ x ទៅលើ x ក្រេបន្ទាប់ពីបានប៉ុណ្្នឹងហើយខ្ញុំនឹងធ្វើការផ្ដាច់ limit នេះជា2ដុំអញ្ចឹងវាទៅជា limit x ខិតជិត0នៃ x ក្រេលើ x ក្រេអញ្ចឹងវាសម្រួល x ក្រេចោលសំ1បូកឲ្យ2 sin x ក្រេ x នៅលើ x ក្រេអញ្ចឹងក្រេទាំងភាគយកទាំងភាគបែកអញ្ចឹងយើងអាចក្តោបវាជាក្រេរួមបានបាទអញ្ចឹង limit យើងវាស្មើ1បូកឲ្យ2គុណនឹង1ក្រេព្រោះ limit x ខិតជិត0នៃ sin x នៅលើ x នេះវាស្មើ1អញ្ចឹងវាទៅជា1ក្រេបូកទៅយើងឃើញ3ខ្ទង់ក limit x ខិតជិត0នៃ 2x គីបដក x ក្រេដកឲ្យ sin x ក្រេ x នៅលើកូស x ដក1មកជួសតម្លៃ x ដែលលេខ0ចូលទៅភាគយកយើងឃើញថាវាស្មើ0ហើយភាគបែងយើង1 11 0អញ្ចឹង limit យើងមានរៀងមិនកំណត់0លើ0បាទអញ្ចឹងខ្ញុំដុំមុខនេះខ្ញុំធ្វើការចាប់ x ក្រេជាកតាអញ្ចឹងចាប់ x ក្រេចេញទៅវានៅសល់ 2x ដក1ដកឲ្យ sinក្រេ xហើយភាគបែងវាខ្ញុំធ្វើការចាប់សញ្ញាដកចេញអញ្ចឹងវាបានទៅជា1ដកឲ្យកូស x បាទអញ្ចឹង1ដកកូស x នេះវាមិនចូលរូបមន្តនេះគេនេះវាស្មើ2 sinក្រេ alpha លើ2អញ្ចឹងយើងជួសមកទៅជាដក2 sinក្រេ x លើ2បន្ទាប់មកទៀតយើងធ្វើការចែក x ក្រេទាំងភាគយកទាំងភាគបែងអញ្ចឹងដុំមុខនេះពេលចែក x ក្រេទៅយើងឃើញថា x ក្រេយើងសម្រួលអស់ហើយអញ្ចឹងវានៅសល់ 2x ដក1ដុំក្រោយនេះវាបានទៅជា sinក្រេ x នៅលើ x ក្រេអញ្ចឹងក្រេទាំងភាគបែងនិងភាគយកយើងអាចក្តោបវាជាការ៉េរួមបានហើយភាគបែងវានេះដូចគ្នាដែរយើងចែក x ក្រេទៅការ៉េទាំងភាគយកទាំងភាគបែងយើងអាចក្តោបវាជាការ៉េរួមបានហើយខ្ញុំធ្វើការគុណបន្ថែមបន្ថយភាគបែងវា1លើ2គុណភាគយក1លើ2ដើម្បីឲ្យចូលរូបមន្ត sin អុយលើអុយពេលដែលអុយខិតជិត0អានឹងវាស្មើ1ហើយអញ្ចឹងគុណ1លើ2យើងគុណថែម1លើ2វិញទៅអញ្ចឹង limit យើងវាចូលរូបមន្តអស់ហើយអញ្ចឹងកន្លែងនេះអត់មានសញ្ញាដកទេបាទអញ្ចឹងយើងជួសតម្លៃ x យើងដល់លេខ0ចូលទៅបានទៅជា2គុណនឹង0ដក1ដក1ការ៉េនៅលើដក2កតាឲ្យ1គុណនឹង1លើ2លើកជាការ៉េបាទអញ្ចឹងយើងគណនាលេខស៊ីសងចឡើងទៅអញ្ចឹងភាគយកវាដក2អញ្ចឹងដក2នេះសម្រួលគ្នាអស់ទៅអញ្ចឹងវានៅសល់1នៅលើ1លើ4អញ្ចឹងវាបានស្មើ4យើងចូលមកដល់ខ្ទង់ខ limit x ខិតជិត0នៃ sin a បូក x ដក sin a ដក x នៅលើ x យើងជួសតម្លៃ x យើង0ចូលទៅបានទៅជា sin a ដក sin a អញ្ចឹងនេះ0នៅលើ0អញ្ចឹង limit យើងមានរៀងមិនកំណត់0លើ0ឥឡូវយើងមើលរូបមន្តមួយយើងមានរូបមន្ត sin a ដក sin b អញ្ចឹងវាស្មើនឹង2 sin a ដក b នៅលើ2គុណឲ្យកូស
a បូក b នៅលើ 2 បាទអញ្ចឹងលំហាត់យើងហ្នឹងគឺត្រូវពឹងផ្អែកលើរូបមន្តមួយហ្នឹងឥឡូវយើងធ្វើការចុះចូលមកពីsin a ដក b អញ្ចឹង a យើងនេះ a បូក x ហើយ b យើងគឺ a ដក x អញ្ចឹងយើងចុះចូលមកតែជា a បូក x ដកឲ្យ a បូក x នេះយើងគុណសញ្ញាដកបញ្ចូលទៅបានទៅជាបូក x នៅលើ 2 ហើយកុស a បូក b អញ្ចឹងប៉ុណ្ណឹងបន្ទាប់មកយើងធ្វើការដុំនេះយើងធ្វើការសម្រួល a ហើយដក a នេះសម្រួលអស់អញ្ចឹងវានៅសល់ 2x នៅលើ 2 សម្រួល 2 ចោលទៅនៅសល់ x ដុំនេះវានៅសល់ 2a អញ្ចឹងសម្រួល 2 ចោលនៅសល់កុស a អញ្ចឹង limit យើងវាទៅជា limit x គិតជិត0នៃ2 sin x កុស a នៅលើ x ក៏ប៉ុន្តែយើងដឹងថាគេ limit x គិតជិត0នៃ sin x លើ x ស្មើ1បាទអញ្ចឹង limit អញ្ចឹងវាស្មើ2គុណនឹង1គុណឲ្យកុស a អញ្ចឹងវាស្មើ2កុស a ឥឡូវយើងចូលមកដល់ limit ខ្ទង់ limit x ខិតជិត0ឬការ៉េនៃ1បូក x ដកឬការ៉េនៃ1ដក x នៅលើ sin 2x យើងជួតម្លៃ x ដល់លេខ0ចូលទៅក្នុងអនុគមយើងទៅអញ្ចឹងភាគយកយើងវាទៅជា1បូក0ដក1ដក0អញ្ចឹងភាគយកយើងឃើញ0ហើយភាគបែងយើង sin 0អញ្ចឹង sin 0 0អញ្ចឹង limit យើងមានរាងមិនកំណត់0លើ0បាទអញ្ចឹងដោយសារតែ limit របស់យើងនេះវាជាប់ radical ការ៉េអញ្ចឹងយើងត្រូវគុណនឹងកសោមឆ្លាស់របស់វាឥឡូវយើងមានកសោម a ដក b អញ្ចឹងយើងខ្វះកតាមួយទៀតគឺ a បូក b អញ្ចឹងខ្ញុំនឹងធ្វើការគុណភាគយករបស់វានៅតួ a បូក b អញ្ចឹងភាគយកនេះពេលដែលគុណតួ a បូក b ទៅវាបានទៅជា a ការ៉េដក b ការ៉េហើយភាគបែងរបស់វាយើងគុណបន្ថែមតួ a បូក b ដែរកាលណាយើងគុណភាគយកតួ a បូក b ភាគបែងវាក៏ត្រូវគុណតួ a បូក b ដែរបាទឥឡូវកន្លែងនេះយើងនិយាយថា radical ការ៉េជាមួយណាការ៉េនេះសម្រួលគ្នាអស់ហើយខាងនេះដូចគ្នាដែរក៏ប៉ុន្តែយើងគុណសញ្ញាដកបញ្ចូលមកអញ្ចឹងវាបានទៅជាដក1បូក x បាទអញ្ចឹងយើងការបូក1ដក1សម្រួលគ្នាអស់ទៅអញ្ចឹងវានៅសល់ 2x នៅលើ sin 2x បាទអញ្ចឹងកន្លែងនេះខ្ញុំបំបែកវាចំពីរទៅដើម្បីឲ្យមើលទៅឃើញចូលរូបមន្ត sin អុយលើអុយបាទអញ្ចឹងកន្លែងនេះ sin អុយលើអុយវាស្មើ1អញ្ចឹងវាបានទៅជា1គុណឲ្យម្ដុំនេះអញ្ចឹងយើងជួតម្លៃ x ដល់លេខ0ចូលទៅហើយគណនាលេខទៅយើងឃើញ1លើ2ឥឡូវយើងចូលមកដល់ limit ខ្ទង់ច limit x ខិតជិត0ឬការ៉េនៃ x បូក9ដក3នៅលើ sin 3x យើងជួយតម្លៃ x ដល់លេខ0ចូលទៅកន្លែងនេះវាបានទៅជាឬការ៉េនៃ9បញ្ចេញមកបាន3 13 0ហើយ sin 0 0អញ្ចឹង limit យើងមានរាងមិនកំណត់0លើ0បាទយើងធ្វើដូចលំហាត់ខ្ទង់ងបាញ់មិញដែរដោយសារតែវាជាប់ radical ការ៉េអញ្ចឹងយើងត្រូវគុណនឹងកសោមឆ្លាស់របស់វាឥឡូវយើងមានកតា a ដក b អញ្ចឹងវានៅខ្វះតែកតា a បូក b ទេអញ្ចឹងយើងគុណបន្ថែមកតា a បូក b មកអញ្ចឹងភាគយករបស់វាហ្នឹងវាទៅជា a ការ៉េដក b ការ៉េនៅពេលដែលយើងគុណកសោម a បូក b ហើយអញ្ចឹងពេលដែលយើងគុណភាគយកវានឹងកសោម a បូក b អញ្ចឹងយើងភាគបែងវាក៏ត្រូវគុណនឹងប៉ុណ្ណឹងដូចគ្នាដែរបាទឥឡូវយើងស្មើបន្តទៀតមកភាគយកវាឬការ៉េហើយការ៉េនេះយើងសម្រួលគ្នាអស់អញ្ចឹងមាននៅសល់តែ x បូក9ដក3ការ៉េអញ្ចឹង3ការ៉េវា9អញ្ចឹងភាគយកយើងវាទៅជា x បូក9ដក9អញ្ចឹងអា9ដក9នោះសម្រួលគ្នាអស់ទៅអញ្ចឹងភាគយកយើងនៅសល់តែ x ទេបាទហើយកន្លែងនេះខ្ញុំសុំកាត់បន្តិចទៅអញ្ចឹងតាមពិតកន្លែងហ្នឹងវានៅសល់ x នៅលើ sin 3x ក៏ប៉ុន្តែខ្ញុំគុណភាគយកវានឹង3ហើយខ្ញុំចែកភាគបែងវានឹង3វិញដើម្បីឲ្យវាចូលរូបមន្តអុយនៅលើ sin អុយបាទអញ្ចឹងកន្លែងហ្នឹង limit x ខិតជិត sin អុយលើអុយវាស្មើនឹង limit x ខិតជិតអុយនៅលើ sin អុយអញ្ចឹងស្មើ1បាទគុណឲ្យអាម្ដុំខាងក្រោយនេះអញ្ចឹងយើងជួសលេខចូលទៅហើយគណនាទៅឃើញថាវាស្មើនឹង1នៅលើ18